មានមនុស្សពីរនាក់កំពុងលោតឆាតយោងពីលើអាកាសប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់មិនមែនជាអ្នកជំនាញទេមិត្តឆ្លាតតើអ្នកមើលដឹងទេថាជានរណាចម្លើយគឺជាបរិយានៅខាងឆ្វេងដៃនេះព្រោះកាតាបលោតឆាត់យោងរបស់គាត់មិនមានខ្សែសម្រាប់ទាញនៅកណ្ដាលទេបុរសពីរនាក់នេះកំពុងតោងខ្សែពូតែមួយជាមួយគ្នាបុរសខាងឆ្វេងមានកាំភ្លើងមួយដើមចង់បាញ់សម្លាប់បុរសនៅខាងស្ដាំចំណែកបុរសខាងស្ដាំកំពុងយកកាំបិតហើយអាខ្សែពូនោះមិត្តឆ្លាតតើអ្នកគិតថានរណានឹងធ្លាក់ចុះមុនគេចម្លើយពួកគេនឹងធ្លាក់ចុះព្រមគ្នាព្រោះមើលឲ្យច្បាស់ទៅកំភ្លើងដែលបុរសខាងឆ្វេងកាន់គឺជាកំភ្លើងក្មេងលេងដោយសារតែពួកគេតោងខ្សែពូជាមួយគ្នាអីអញ្ចឹងប្រសិនបើមានម្នាក់ធ្លាក់ម្នាក់ទៀតក៏នឹងធ្លាក់ព្រមគ្នាផងដែរនៅក្នុងបន្ទប់ឃុំឃាំងមួយមានអ្នកទោស2នាក់ក្មេងប្រុសនៅខាងឆ្វេងនិយាយថាខ្ញុំជាប់គុកនៅទីនេះអស់9ឆ្នាំមកហើយចំណែកបុរសនៅខាងស្ដាំនិយាយថាកុំនិយាយផ្ដេសផ្ដាសខ្ញុំទេដែលបានជាប់នៅទីនេះអស់9ឆ្នាំមកហើយនោះសំណួរសួរថាតើនរណាកំពុងនិយាយកុហកចម្លើយគឺជាក្មេងប្រុសនៅខាងឆ្វេងកំពុងនិយាយកុហកពីព្រោះមើលទៅគាត់នៅពេលនេះប្រហែលជាមិនទាន់មានអាយុ9ឆ្នាំផងតើអាចជាប់គុកដល់ទៅ9ឆ្នាំយ៉ាងដូចម្ដេចតួអង្គបងប្អូនស៊ុនអ៊ូខុងទាំង3នាក់និង Ultraman កំពុងអង្គុយជំនុំគ្នានៅតុមួយប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់ជាមនុស្សក្រៅភពមិត្តឆ្លាតតើអ្នកដឹងទេថាជានរណាចម្លើយគឺជា Ultraman ព្រោះគេមកពីភពផ្សេងគ្នា Ultraman ឈឺចូលមន្ទីរពេទ្យមិត្តភ័ក្តិរបស់គាត់2នាក់បានមកសួរសុខទុក្ខប៉ុន្តែក្នុងចំណោមអ្នកទាំងពីរមានម្នាក់ក៏ជា Ultraman ផងដែរមិត្តឆ្លាតតើអ្នកដឹងទេថាជានរណាចម្លើយគឺជាបុរសនៅខាងស្ដាំព្រោះគាត់ថែមទាំងធ្វើកាយវិការដែល Ultraman ចូលចិត្តធ្វើដើម្បីលើកទឹកចិត្តមិត្តរបស់គាត់ដែលកំពុងឈឺទៀតផងនៅពេលបុរសម្នាក់ត្រឡប់មកពីធ្វើការវិញគាត់បានប្រទះឃើញថានៅលើរថភ្លើងមានចៅលូកហោប៉ៅតើអ្នកអាចមើលដឹងទេថាអ្នកណាជាចៅចម្លើយក្រៅពីបុរសអាវពណ៌បៃតងនិងស្ត្រីនោះបុរស3នាក់ទៀតដែលកំពុងឈរគឺជាចោរទាំងអស់ពីព្រោះដៃរបស់ពួកគេគឺសុទ្ធតែកំពុងលូកចូលហោប៉ៅនិងកាបូបរបស់អ្នកដទៃចុងភៅម្នាក់កំពុងចូលរួមការប្រកួតធ្វើនំប្រចាំឆ្នាំនៅលើតុនេះមាននំចំនួន3ប៉ុន្តែនំតែមួយប៉ុណ្ណោះដែលជាស្នាដៃរបស់គាត់ផ្ទាល់មិត្តឆ្លាតតើអ្នកមើលដឹងទេថាជានំមួយណាដែលជាស្នាដៃរបស់គាត់នោះចម្លើយគឺនៅខាងស្ដាំដៃនេះព្រោះគាត់បានឆ្លាក់ត្រាឈ្មោះនៅលើនំដូចគ្នាទៅនឹងអក្សរដំបូងដែលនៅលើស្លាកឈ្មោះរបស់គាត់ផងដែរបុរសខាងឆ្វេងនិង Ultraman មានបំណងជិះជណ្ដើរយន្តប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់មិនសូវឆ្លាតនោះទេបើនិយាយឲ្យចំគឺល្ងងតែម្ដងមិត្តឆ្លាតតើអ្នកដឹងទេថាជានរណាចម្លើយគឺជាបុរសក្បាលក្របត្រឡោកនេះមូលហេតុគឺចណ្ដាយន្តកំពុងតែឡើងទៅលើប៉ុន្តែគាត់បែរជាចុចប៊ូតុងចុះក្រោមទៅវិញមិត្តភ័ក្តិ3នាក់កំពុងអង្គុយញ៉ាំអាហារពេលល្ងាចជាមួយគ្នាប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់ត្រូវបានបិសាចជញ្ជក់ឈាមសម្លាប់ហើយបិសាចនោះបានក្លែងខ្លួនជាជនរងគ្រោះមកជំនួសទៅវិញ
មិនឆ្លាតតើអ្នកដឹងទេថានរណាជាបិសាចជញ្ជក់ឈាមខ្លែងខ្លួនចម្លើយគឺជានារីដែលស្លៀកពាក់ពណ៌បៃតងនេះព្រោះរូបរបស់នាងនៅក្នុងកញ្ចក់គឺជាគ្រោងឆ្អឹងដោយនេះបញ្ជាក់ថានាងមិនមែនជាមនុស្សនោះទេបរិសង្ហាម្នាក់នេះបានធ្លាក់ចូលទៅក្នុងទឹកគាត់កំពុងតែលង់ទឹកហើយនៅក្បែរគាត់មានប្រអប់ឈើមួយកំពុងអណ្ដែតដែលក្នុងនោះមានកែវយឺតនិងដំបងដែកធំមួយមិត្តឆ្លាតតើគាត់គួរធ្វើយ៉ាងដូចម្តេចដើម្បីសង្គ្រោះជីវិតចម្លើយគាត់គួរតែបោះរបស់របរទាំងអស់ចេញពីប្រអប់នោះបន្ទាប់មកគាត់អាចតោងប្រអប់នោះជំនួសវិញបាន Ultraman និងកញ្ញាជ្រូកកំពុងដើរលេងនៅតាមផ្លូវស្រាប់តែត្រូវបានប៉ូលីសឆ្មាខ្មៅឃាត់ខ្លួនមិត្តឆ្លាតតើអ្នកដឹងទេថាហេតុអ្វីបានជាពួកគេត្រូវប៉ូលីសឃាត់ខ្លួនចម្លើយព្រោះ Ultraman និងកញ្ញាជ្រូកកំពុងកាន់ដបស្រានៅនឹងដៃហើយប៉ូលីសឆ្មាខ្មៅក៏សង្ស័យថាពួកគេបើកបរក្នុងស្ថានភាពស្រវឹងគ្រូពេទ្យម្នាក់កំពុងនៅក្នុងបន្ទប់ទឹកស្រាប់តែមានមនុស្ស2នាក់រុំរបួសពេញខ្លួនបានចូលមកសុំឲ្យគាត់ជួយព្យាបាលពេលឃើញភ្លាមគ្រូពេទ្យភ័យស្លន់ស្លោហើយរត់ចេញបាត់មិត្តឆ្លាតតើអ្នកដឹងទេថាមកពីហេតុអ្វីចម្លើយព្រោះតែគាត់បានជួបខ្មោចនឹងហើយបន្ទាប់ពីវាយប្រយុទ្ធជាមួយនឹងបិសាចរួច Ultraman 2នាក់បានហោះចូលមកដីប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់ដែលមិនសូវឆ្លាតមិត្តឆ្លាតតើអ្នកអាចមើលដឹងទេថានរណាដែលល្ងង់ចម្លើយគឺជា Ultraman នៅខាងឆ្វេងដៃព្រោះពេលដែលគាត់លោតចុះមកជើងរបស់គាត់នៅត្រង់ដែលមិនអាចជួយទប់លំនឹងបានហើយក៏អាចបណ្ដាលឲ្យបាក់ឆ្អឹងបានយ៉ាងងាយផងដែរអ្នកជំងឺម្នាក់បានមកមន្ទីរពេទ្យដើម្បីពិនិត្យជំងឺគ្រូពេទ្យនៅខាងស្ដាំបាននិយាយថានាងមានផ្ទៃពោះប៉ុន្តែគ្រូពេទ្យនៅខាងឆ្វេងនិយាយថាគាត់គឺជាមនុស្សប្រុសតែអ្នកដឹងទេថានរណានិយាយត្រូវចម្លើយគ្រូពេទ្យនៅខាងឆ្វេងនិយាយត្រូវព្រោះអ្នកជំងឺមានបំពង់កធំដែលបញ្ជាក់ថាគាត់គឺជាមនុស្សប្រុសនៅក្នុងហាងកាត់សក់មួយកន្លែងមានបុរស3នាក់ចង់កាត់សក់ប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់ជាអក្រិតជនដែលប៉ូលីសកំពុងតាមចាប់ខ្លួនតែអ្នកដឹងទេថាជននោះគឺជានរណាចម្លើយប្រកាសណាស់គឺជាបរិយាដែលនៅខាងឆ្វេងដៃនេះព្រោះរូបថតអក្រិតជនមានប្រជ្រុយនៅថ្ពាល់ខាងឆ្វេងនិងស្នាមរបួសនៅថ្ពាល់ខាងស្ដាំរូបភាពដែលយើងឃើញនៅក្នុងកញ្ចក់គឺជារូបភាពឆ្លុះបញ្ច្រាស់ដូច្នេះអក្រិតជនពិតប្រាកដត្រូវមានស្នាមរបួសនៅថ្ពាល់ខាងឆ្វេងប្រជ្រុយនៅថ្ពាល់ខាងស្ដាំដែលត្រូវនឹងបរិយាទី1ឬអ្នកដែលកំពុងអង្គុយកាត់សក់នៅខាងឆ្វេងដៃនេះ